ពួកយើងចូលលោកចូលស្អីគេរបស់អីនោះអានស្អីគេប្រងព្រាបពេញមេឃហ្នឹងស្អីគេនោះជួយអាក្រក់ទៅហើយបងអាឡបងជាសត្វចម្លែកស្អីទៅឡបងអាចក៏មិនដឹងដែរស្អីគេវុយយ៉ាងណាពួកយើងថ្ងៃនេះមិនចាំបាច់ទៅត្រឡប់bayទៅវិញស្រីចាប់ពួកវាទៅមកអាចត្រូវឲ្យឡបងអញចាក់ឡបងដូចមិនស្រួលទេនេះជារបស់ស្អីទៅជារបស់បិសាចទេឆាប់រត់ទៅបាត់ដៃឆាប់បាញ់ពួកវាទៅដាច់អូនទៅវិញស្រីស្អីគេនឹងចូលសម្រាប់ពួកវាទៅតាមបញ្ជារបស់អធិរាជថ្ងៃនេះចៅសមុទ្រជប៉ុនបានចូលវាយលុកនៅក្នុងពានហើយនៅថ្ងៃនេះហើយតាមមើលទៅព្រះរាជាក៏មិនអាចដោះស្រាយពីបញ្ហាចៅសមុទ្រនេះបានទេបន្ទាប់មកគឺឪពុករបស់ខ្ញុំម្ចាស់សេនាប្រមុខសាវប៉ែធានក្រុមការដឹកនាំរបស់ព្រះអង្គគឺអាចចាត់ការជាមួយចៅសមុទ្របានពាក់កណ្ដាលពេលនោះប្រជារាស្ត្រច្បាស់ជារស់បានសុខសាន្តជាមិនខាននៅពេលដែលយើងខ្លាចទៅជាស្ដេចឡើងសោយរាជហើយនោះបានជួយព្រះអង្គម្ចាស់ឪពុកខ្ញុំម្ចាស់មិនសោកស្ដាយទេព្រះពរនាងពិតជានិយាយពីរោះណាស់មានដំណឹងបន្ទាន់ឆាប់និយាយព្រាមមកព្រះអង្គឆាប់និយាយមកក្រុងពីមហៃខ្ទេចមែនទេមិនមែនចឹងទេព្រះអង្គក្រុមពួកចៅសមុទ្រទាំងអស់នោះត្រូវបរាជ័យនៅក្រុងពីមហៃហើយក្រាបទូលរឿងរ៉ាវវាយ៉ាងម៉េចឯងឆាប់និយាយព្រាមមកកណាស់ថ្លៃផ្សាយរឿងរ៉ាវគឺវាចេះឯងជុំនិយាយទៅឯងថាវត្ថុនោះអាចហោះបានមែនទេថែមទាំងឮសំឡេងករន្ទះធំសម្រាប់មនុស្សខ្លាចទៅជាជ័យជាណាក្រាបទូលព្រះអង្គក្រោបការដឹកនាំស៊ូបូហ្វាន់ក្រាបទូលស៊ូបូហ្វាន់អាចង្រៃនោះទៀតហើយមែនទេហ៎តើអាតុនហាក្រាស់នោះមានសមត្ថភាពអីក្រៅអំពីមនុស្សស្រីនោះព្រះអង្គម្ចាស់បន្តមកទៀតតើពួកយើងគួរធ្វើយ៉ាងម៉េចធ្វើយ៉ាងណាក៏ដោយត្រូវតែចាប់ខ្លួនព្រះរាជាឲ្យបានពួកឯងឆាប់សរសេរសម្បត្តិនាំសារឲ្យទៅកាន់នគរហ្វុងសូភ្លាមទៅបញ្ជូនមនុស្សដែលមានសមត្ថភាពដើម្បីមកទីនេះសហវិជាគុណជាមួយនឹងមហាសង្ឃយើងយុទ្ធសាស្ត្ររបស់ព្រះអង្គម្ចាស់នេះណាមិនយូរមិនឆាប់ទេរាជបល្ល័ង្កនេះនឹងខ្លាយទៅជារបស់ទ្រង់ជាមិនខានមិនយូរមិនឆាប់ទេទីនេះខ្លាយទៅជារបស់យើងគ្រូការចៅសមុទ្រជប៉ុនត្រូវបានកម្ចាត់ព្រះអង្គបានធូរចិត្តខ្លះហើយចៅព្រះអង្គមាននៅចាំការសន្យាជាមួយរាជបុត្រថ្លៃរាជដែរហើយឯងនិយាយអីគេហ្នឹងយើងជាព្រះរាជាគាត់ហ្នឹងមិនសំជាមួយយើងទេប៉ុន្តែយ៉ាងណាយើងមិនអាចលាក់បាំងជាមួយគាត់ទេយើងគ្រាន់តែយើងចង់ឲ្យប្រជារាស្ត្រស្គាល់ពីសង្គ្រាមបានហើយតែវិញចាស់យើងរវល់ណាស់និយាយអញ្ចឹងបើសវនកម្មថ្ងៃទី1គឺត្រូវតែងតាំងព្រះមហេសីឡើងសារីពាក់ព័ន្ធនឹងរាជវង្សជ័យក៏មើលស្រែអសោះអញក៏ដឹងថាការបើកប្រជុំសវនកម្មនេះវាជារឿងសំខាន់គឺត្រូវតែបង្ហាញពីអំណាចរបស់ព្រះរាជាដើម្បីគ្រប់គ្រងទឹកដីទាំងស្រុងមិនអាចគិតពីរឿងផ្ទាល់ខ្លួនទេណាព្រះអង្គម្ចាស់មិនល្អទេព្រះនាងហ្វុងសូបានដឹកនាំរាជទូតមួយចំនួនទៅកាត់ប្រាសាទហុកឡៅហើយដល់កៅចៅរបស់យើងយ៉ាងម៉េចលោកនិយាយមកយើងអ្នកគ្រប់គ្រងគឺជាស្ដេចស្រីពួកគេមិនចង់ចូលគាល់ព្រះអង្គទេពួកអាចង្រៃនេះហ៊ានបង្កប់បញ្ជាណាយើងបាច់ចង់ដឹងថាណាត់ទៅដល់ថ្លាប់ធំធ្វើនេះវិស័យព្រះអង្គអ្នកនាំសារហ្វុងស៊ូបាននិយាយថាពួកអាម៉ាប់ទាំងអស់នេះខ្លាំងណាស់ពួកវាមកទីនេះដើម្បីប្រកួតពួកវាធ្វើបែបនេះពិតជាផ្ដេសផ្ដាស់ពួកវាមកទីនេះពួកដើរតែមិនយ៉ាងពួកអាកាម៉ាប់ទាំងអស់នេះមកទីនេះគឺមកដើម្បីបង្ករឿងតែប៉ុណ្ណោះត្រូវពេកនិយាយត្រូវផ្ដេសផ្ដាស់មែនអាពូបាយ៉ាងម៉េចអីមួយបោះគ្រីវិញនប់អញទៅពេកទីនេះវាអាដាមគឺខ្លាហាត់ជានៅទៀតទេចូលមកពួកឯងថ្លាន់ធំពួកឯងបាច់ទៅថ្លាន់ធំដល់កៅហ្វូសរបស់ឯងនេះហ៊ានចូលមកបង្កប់បញ្ជាយើងនៅទីនេះផងហ៎ចូលទឹកដីរបស់យើងហើយនៅថ្លាន់ធំទៀតចង់ធ្វើសង្គ្រាមមែនទេនាងគឺជាព្រះនាងសូមែនទេខ្ញុំលើថាទឹកដីរបស់នាងសម្បូរទៅដោយអ្នកចេះវិជាគុណហើយនាងហ៊ានប្រកួតជាមួយនគរយើងអត់ពីព្រោះថាពេលនេះគឺយើងបានអញ្ជើញរាជទូតទាំងពីរនេះដើម្បីធ្វើជាអាជ្ញាកណ្ដាលដើម្បីកាត់ក្តីនៅរឿងរបស់ពួកយើងណាតើនាងហ៊ានដែរអត់